Vlog part 1 របស់ខ្ញុំតែញ៉ាំអីនៅក្នុងប្រទេសវៀតណាមទីក្រុងហូជីមីញនៅថ្ងៃទី1នេះដែរអ្នកទាំងអស់គ្នាគ្រាន់តែថាមកដល់ប្រទេសវៀតណាមភ្លាមគឺខ្ញុំអត់រងចាំយូរគឺខ្ញុំបានធ្វើការ booking Grab ទៅភ្លក់បាញ់កាញ់ក្តាមមួយកន្លែងដែលលាក់ខ្លួនកំពុងតែ viral ខ្លាំងមែនទែននៅក្នុង TikTok កន្លែងនេះបើអត់ចាប់អារម្មណ៍គឺថាមានអ្នកដឹងទេដោយសារចូលទៅតាមច្រកដឿងហែមរៀងជ្រៅដែរបាញ់កាញ់ក្តាមរបស់គាត់នឹងដែរគឺមានឈ្មោះថាបាញ់កាញ់គួរបាបាហើយសម្រាប់ច្រកដឿងហែមនេះគឺថាដើរចូលទៅរៀងជ្រៅដែរណាអ្នកទាំងអស់គ្នាបាញ់កាញ់ក្តាមរបស់គាត់នៅនោះគឺថាមនុស្សច្រើនខ្លាំងមែនទែននេះគឺជា menu របស់គេអ្នកទាំងអស់គ្នាមានទាំងអក្សរវៀតណាមនិងអក្សរអង់គ្លេសសម្រាប់យើងងាយស្រួលក្នុងការមើលបើអ្នកទាំងអស់គ្នាមកគ្នាច្រើនអីខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាហៅឆ្នាំងទៅគឺចំណេញសម្រាប់ខ្ញុំគឺខ្ញុំធ្វើការកំងឈុតទូដែលក្នុងឈុតហ្នឹងគឺមានបាញ់កាញ់ក្តាមមួយចាននិងឆាខ្វាយហើយនិងនំស្រួយនេះខ្ញុំមិនដឹងគេហៅនំអីទេនិងទឹកជ្រលក់ពណ៌ខៀវរបស់គេនេះឃើញឈុតទូចឹងទេណាប៉ុន្តែខ្ញុំញ៉ាំអត់ចង់អត់ទេគឺបាញ់កាញ់របស់គេហ្នឹងគឺថាច្រើនមែនតើអ្នកទាំងអស់គ្នាហើយក្នុងហ្នឹងគឺថាមានសាច់ចម្រុះឥឡូវខ្ញុំនឹងមកធ្វើការភ្លក់ឲ្យអ្នកទាំងអស់គ្នាមើលសម្រាប់រសជាតិវិញគឺថាអត់ខកបំណងទេគឺថាឆ្ងាញ់របស់គេមែននៅទីនេះដែរគឺខ្ញុំឲ្យ rate 10 លើ 10 ហ្មងអ្នកទាំងអស់គ្នាហើយដូច្នេះហើយបានជាមនុស្សមកកន្លែងគាត់ច្រើនខ្លាំងមែនតើនេះដូចបាច់ជួយមកបងឆ្ងាញ់ទៅបាច់កាញ់គេនៅឆ្ងាញ់ហ្មងទឹកបាញ់កាញ់របស់គេគឺថារៀងខាប់ដូចស៊ុបក្តាមយើងចឹងអ្នកទាំងអស់គ្នារសជាតិវិញគឺថាល្មមអត់ដិតខ្លាំងទេសម្រាប់សរសៃបាញ់កាញ់របស់គាត់វិញគឺថាទន់ឆ្ងាញ់ខ្លាំងមែនតើហើយក្នុងមួយចានហ្នឹងគឺថាមានតាំងពីពងក្រួយតាំងពីប្រហិតតាំងពីសាច់ក្តាមឃើញចឹងទេប៉ុន្តែតម្លៃធូរថ្លៃខ្លាំងមែនតើអ្នកទាំងអស់គ្នានៅនេះខ្ញុំឲ្យ rate 10 លើ 10ខ្ញុំ voice over នេះគឺថាខ្ញុំ clear ដែរអ្នកទាំងអស់គ្នាគឺខ្ញុំនឹករសជាតិបាញ់កាញ់ក្តាមនៅទីនោះខ្លាំងមែនតើឃើញមួយចានធំដែលខ្ញុំហៅហ្នឹងគឺតម្លៃតែ 50000 ដុំទេណាអ្នកទាំងអស់គ្នាបើគិតជាលុយខ្មែរយើងប្រហែលជាតម្លៃ 8000 អីហ្នឹងហើយខ្ញុំចូលចិត្តជាងគេគឺនំស្រួយនេះឯងជ្រលក់ជាមួយនឹងបាញ់កាញ់ក្តាមហ្នឹងទៅគឺថាជាតិខ្លាំងតែម្ដងសម្រាប់បងដែលមកលេងប្រទេសវៀតណាមអីគឺថាអាចមកធ្វើការសាកកន្លែងនេះបានខ្ញុំនឹងដាក់ឈ្មោះតូបរបស់គាត់នៅtrong វីដេអូកន្លែងរបស់គាត់នេះដែរគឺថាគាត់លក់តែកូនតូបមួយទេអ្នកទាំងអស់គ្នាប៉ុន្តែមនុស្សច្រើនខ្លាំងមែនតើចង់ដឹងវីដេអូបន្ទាប់ខ្ញុំនឹងទៅណាបន្តកុំភ្លេចរងចាំទស្សនាទាំងអស់គ្នា